ពីមុនយើងក្រតែរស់មើលល្អគ្មានទេបំណងរស់នៅសប្បាយរកបានទប់ទល់មិនដែលអំពុលជាភាពចុះធ្លាក់ស្រាប់តែឥឡូវរស់ស្ទើរអស់ផ្លូវគ្រប់គ្នាជំពាក់មិនថាយើងគេរស់ជាប់អន្ទាក់បំណុលជាធ្នាក់ឲ្យយើងខ្វាយខ្វល់អ្នកក្រុងអ្នកស្រែកើតទុកអត់លហែងាកការប្រាក់ដល់សេដ្ឋកិច្ចធ្លាក់ចុះធ្វើឲ្យប៉ះពាល់រស់សែនអំពុលបំណុលវ័នកដោយសារកម្ចីខ្លះអាយុខ្លីលែងចង់រស់តខ្លះរត់ចង់ស្រុកខ្លះទៅចងកខ្លះធ្លាក់ខ្លួនក្រចាក់ចេញទៅឆ្ងាយខ្លះក៏លែងលះខ្លះក៏អស់ផ្ទះខ្លះលាពុកម្ដាយទៅធ្វើខ្ញុំគេគ្រាន់បានប្រាក់ចាយក្រោយពីចំណាយបងការឲ្យគេបាត់ពិសោធន៍នេះយើងត្រូវត្រេះរិះត្រូវចេះខ្នាន់ខ្នេមុនសម្រេចខ្ចីតម្កល់ទ្រព្យគេត្រូវហ៊ានថាទេបើមិនចាំបាច់ឥឡូវត្រូវស្រាយត្រូវកាត់ចំណាយទុកលួយបងផ្ដាច់ព្រោះបំណុលនេះជាអ្នកតាកាច់ជាអាបស៊ីដាច់អស់ផ្ទះអស់ដីកំណាព្យនិពន្ធដោយលោកផានសម្បូរ